សូមអរគុណអាយដាមប្រធានអាជ្ញាធរអាយដាមប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជាអាយឡងលោកជំទាវក្នុងនាមថ្នាក់ដឹកនាំរបស់ក្រសួងរាយរដ្ឋាភិបាលអាជ្ញាធរអគ្គិសនីកម្ពុជាសហការីទាំងអស់របស់ក្រសួងផងរបស់អាជ្ញាធរផងរបស់អគ្គិសនីកម្ពុជាផងថ្ងៃនេះយើងជួបជុំគ្នាសារជាថ្មីដើម្បីប្រារព្ធនៅពិធីសំខាន់មួយនៅក្នុងប្រតិទិនរបស់ជាតិយើងក៏ដូចជាពិភពលោកដែរនោះគឺជាទិវាដើម្បីរំលឹកអំពីទូនាទីក៏ដូចជាគុណូបការៈរបស់នារីហើយយើងសម្រេចចិត្តថាធ្វើមុន3ថ្ងៃគឺថ្ងៃ8មិនិនាចំថ្ងៃអាទិត្យបើយើងទៅធ្វើថ្ងៃអាទិត្យ8មិនិនាប្រហែលជានារីអត់បានសម្រាកទេអញ្ចឹងបានសម្រេចចិត្តថាធ្វើមុននឹងចូលដល់ខ្លឹមសារនៃកម្មវិធីនេះអនុញ្ញាតឲ្យខ្ញុំសូមយកឱកាសនេះជួសមុខឲ្យថ្នាក់ដឹកនាំរបស់ស្ថាប័នទាំង3សូមសម្ដែងនៅការអរគុណជាពលិកចំពោះក្រុមការងារដែលបានចូលរួមពិភាក្សាលើកយោបល់គូផ្គងគំនិតឲ្យឈានទៅដល់ការឯកភាពក្នុងការរៀបចំកម្មវិធីនេះក្រុមការងាររៀបចំអ្នកស្ម័គ្រចិត្តនេះគឺថាបើយើងធ្វើត្រូវនោះគឺរួចខ្លួនបើយើងធ្វើខ្វះចន្លោះជួនកាលមានការតិចទៀនទៀតចឹងសូមឲ្យអង្គប្រជុំយើងទាំងអស់គ្នាកុំឲ្យមានការចង្អៀតចង្អល់តិចទៀនការខ្វះខាតទាំងអស់ពីព្រោះអ្នករៀបចំចង់ឲ្យតែល្អចង់ឲ្យតែសប្បាយនិងមានអត្ថន័យខ្លឹមសារទាំងអស់គ្នាសូមអរគុណដល់ក្រុមការងារទាំងអស់ដែលបានចូលរួមអនុញ្ញាតឲ្យខ្ញុំតំណាងឲ្យអង្គពិធីទាំងមូលថ្ងៃនេះដើម្បីសម្ដែងនៅការអរគុណនិងដឹងគុណជាពិសេសចំពោះរៀមច្បងអ្នកដឹកនាំពីមុនមកពីព្រោះសមិទ្ធផលដែលយើងនឹងពិនិត្យជាមួយគ្នាថ្ងៃនេះគឺជាសមិទ្ធផលដែលយើងកសាងបន្តពីរៀមច្បងថ្នាក់ដឹកនាំពីដើមហើយចាប់ផ្ដើមដំបូងគឺជួបមុខអង្គពិធីថ្ងៃនេះសម្ដែងនៅការដឹងគុណមិនភ្លេចចំពោះសមិទ្ធផលជាច្រើនដែលมันអាចកាត់ថ្លៃបានបន្សល់ទុកដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីហើយបច្ចុប្បន្នក៏ជាប្រធានព្រឹទ្ធសភាផងដែរដែលក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្ដេចតេជោយើងបានរំដោះប្រទេសចេញពីការសម្លាប់រង្គាលបល្ល័យពូជសាសន៍ថ្ងៃ7មករា1979ដែលធ្វើឲ្យកម្ពុជាយើងមានកំណើតសារជាថ្មីគឺជាកំណើតទី2របស់ជាតិខ្មែរអនុញ្ញាតឲ្យខ្ញុំសូមយកឱកាសនេះផងដែរសូមថ្លែងនូវអំណរគុណចំពោះសម្ដេចរដ្ឋសភាធិបតីខួនសុន្ទរីដែលជាប្រធានរដ្ឋសភាបច្ចុប្បន្នហើយក៏ជាតំណាងឲ្យស្ត្រីរបស់ខ្មែរក្នុងទូនាទីដ៏ខ្ពស់ក្នុងផ្នែកនីតិបញ្ញត្តិនេះក៏សូមដឹងគុណចំពោះការងារក៏ដូចជាការដឹកនាំរបស់សម្ដេចគតិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក៏ជាស្ត្រីឆ្នើមរបស់កម្ពុជាក្នុងការដឹកនាំប្រទេសអស់ជាច្រើនចូលរួមចំណែកក្នុងការលើកស្ទួយបញ្ហាមនុស្សធម៌បញ្ហានារីអស់ជាច្រើនទសវត្សរ៍ហើយកំពុងតែបន្តការងារបច្ចុប្បន្នផងដែរក៏លើកយកគុណូបការៈនិងការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្នហើយជាពិសេសចាប់ពីសម្ដេចចាប់ផ្ដើមកាន់ការដំបូងសម្ដេចបានខិតខំជំរុញនៅប្រធានបទជាច្រើនក្នុងការកសាងនិងការអភិវឌ្ឍប្រទេសកម្ពុជាយើងហើយជាពិសេសនៅក្នុងពេលវេលាដែលប្រទេសជួបការលំបាកដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍គឺការឈ្លានពានរបស់ថៃក្នុងដែនដីរបស់កម្ពុជាសម្ដេចរដ្ឋមន្ត្រីគឺចំណាយពេលទាំងយប់ទាំងថ្ងៃដើម្បីឈរជើងជាមួយនឹងកងទ័ពដើម្បីបញ្ជាការងារដើម្បីរុញការអភិវឌ្ឍទន្ទឹមគ្នាធ្វើឲ្យប្រទេសកម្ពុជាយើងនៅមានសន្តិភាពនៅមានការអភិវឌ្ឍជាបន្តក៏លើកយកឱកាសនេះដើម្បីរំលេចពីទូនាទីរបស់លោកជំទាវពេជ្រច័ន្ទមារីហ៊ុនម៉ាណែតដែលលោកជំទាវបានខិតខំចូលរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌តម្លៃស្ត្រីហើយនឹងបញ្ហាមនុស្សធម៌ជាពិសេសទូនាទីក្នុងការបណ្ដុះបណ្ដាលយុវនារីជំនាន់ក្រោយតាមសកម្មភាពកាយរិទ្ធរបស់នារីដែលហើយនឹងកម្មវិធីពេទ្យធីតាដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងជាតិនៅក្នុងសង្គមជាតិយើងនៅក្នុងក្របខ័ណ្ឌនៃក្រសួងរបស់យើងក៏លើកយកនៅសមិទ្ធផលនិងគុណូបការៈរបស់អតីតថ្នាក់ដឹកនាំរបស់ក្រសួងពីមុនហើយជាពិសេសចំពោះឯកឧត្តមរដ្ឋមន្ត្រីសុយសែនដែលក្នុងតំណែងរបស់ឯកឧត្តមរដ្ឋមន្ត្រីលោកបានបង្កើតស្នាដៃជាច្រើនជាមួយថ្នាក់ដឹកនាំយើងពីមុនជាមួយថ្នាក់ដឹកនាំបច្ចុប្បន្នដែលឥឡូវនៅបន្តការងារឯកឧត្តមរដ្ឋប្រាំងជាតំណាង
យើងហៅថាថ្នាក់នាំពីមុននៅបន្តការងារដែលជាស្ពានឲ្យការបន្តនិរន្តរភាពរបស់ការដឹកនាំរបស់ក្រសួងបច្ចុប្បន្ននេះនៅតែបន្តបានល្អក្នុងក្រសួងរ៉ែនិងធម្មពលយើងមានបណ្ដឹងជាគោលប៉ុន្តែនៅក្នុង EDC ក្នុងអគ្គិសនីកម្ពុជាមានអាដាមតាន់កវិនដែលជារៀមច្បងពីមុនមកដែលមុននឹងខ្ញុំទៅដល់លោកបានបន្សល់ទុកស្នាដៃជាច្រើនដែលជាមូលដ្ឋានគ្រឹះឲ្យខ្ញុំបន្តការងារហើយបន្តមកទៀតអាដាមអតីតប្រាំងជលសាតពីខ្ញុំទៅទៀតកំពុងតែធ្វើការងារយ៉ាងល្អនាំមកនូវសមិទ្ធផលថ្មីៗឲ្យអគ្គិសនីកម្ពុជាសូមអរគុណអាដាមយមពិសិដ្ឋបន្តពីអាដាមទីនរិនដែលជាស្ថាបនិកកលឹះឥឡូវបន្តការងារដឹកនាំ EAC ឲ្យដំណើរការបានល្អហើយនឹងមានការរីកចម្រើនក្នុងឱកាសនេះដែរអង្គពិធីទាំងមូលក៏មិនអាចភ្លេចបាននៅគុណូបការៈរបស់កងទ័ពយើងដែលកំពុងបន្តឈរជើងយ៉ាងរឹងមាំនៅគ្រប់សមរភូមិទាំងអស់ដើម្បីការពារទឹកដីរបស់យើងដើម្បីការពារសន្តិភាពឲ្យយើងទាំងអស់គ្នាពិតហើយកងទ័ពខ្លះក៏បានបូជាជីវិតរួចទៅហើយដូច្នេះអ្វីដែលជាតម្លៃនៃការបូជារបស់គាត់យើងកុំឲ្យបាត់បង់នោះគឺទឹកដីនោះគឺសន្តិភាពនិងការអភិវឌ្ឍជាបន្តដែលយើងត្រូវខិតខំធ្វើឡើងដើម្បីឲ្យជាតិយើងកាន់តែមានការរីកចម្រើននិងមានមោទនភាពចំពោះក្រសួងរបស់យើងដែលខ្ញុំនិយាយក្រសួងខ្ញុំក្តោបទាំង3តែម្ដងទៅកុំឲ្យពិបាកវែងឆ្ងាយដែលមានអគ្គិសនីផងដែលមានអាជ្ញាធរអគ្គិសនីផងមានក្រសួងខ្លួនឯងផ្ទាល់ផងយកឱកាសនេះសូមកោតសរចំពោះការចូលរួមចំណែករបស់ទាំងថ្នាក់ដឹកនាំនារីទាំងសហការីទាំងអស់ទាំងខេត្តទាំងភ្នំពេញដែលបានធ្វើឲ្យសមិទ្ធផលរបស់ក្រសួងមានការជាច្រើនសូមយកឱកាសនេះថ្លែងអំណរគុណដល់នារីយើងទាំងអស់ដែលសុទ្ធតែជាសុភាពនារីផងប៉ុន្តែក៏ជានារីដែលមានសមត្ថភាពមានគុណភាពក្នុងការបញ្ចេញស្នាដៃដើម្បីជួយជាតិហើយក៏ជាមេដាបៃតាដ៏ល្អឲ្យកូនខ្មែរសូមអរគុណច្រើនក្រសួងយើងមានការទទួលខុសត្រូវលើ3វិស័យជាគោល1គឺវិស័យរ៉ែ2គឺវិស័យប្រេងកាតនិងឧស្ម័នចូលគ្នាហើយទី3គឺវិស័យអគ្គិសនីនេះឯងប្រសិនបើយើងមើលការប្រព្រឹត្តទៅនៃដំណើរការងារបច្ចុប្បន្នរបស់ក្រសួងបើអ្នកក្រសួងគឺព្រលឹមឡើងមកបោះសម្អាតមកចាប់ដំណើរការងារអ្នកខ្លះមកតាំងពីមុនមន្ត្រីយើងចូលធ្វើការតាំងពីមុនអតិថិជនឬផ្នែកវិស័យឯកជនមកប្រស័យតាក់ទងដើម្បីសុំសេវាមកបើកទ្វារមកសម្អាតបន្ទប់អ្នកខ្លះព្រលឹមឡើងចូលមកចាំទទួលពាក្យផ្សេងនៅបញ្ជរទទួលសេវាសាធារណៈតែមួយរបស់ក្រសួងរបស់គីស៊ីកម្ពុជារបស់អាជ្ញាធរអ្នកខ្លះចាប់ផ្ដើមតភ្លើងអ្នកចាប់ផ្ដើមទៅកត់កុងទ័រអ្នកណាចាប់ផ្ដើមទៅជួសជុលឧបករណ៍បរិក្ខារទៅត្រួតពិនិត្យមើលឃ្លាំងស្តុកឃ្លាំងស្តុកប្រេងដើម្បីធានាថាប្រទេសយើងមានប្រេងប្រើប្រាស់អ្នករ៉ែបានខិតខំធ្វើការយ៉ាងម៉េចដើម្បីបង្កើតចំណូលការចេញអាជ្ញាប័ណ្ណការទៅមើលសុវត្ថិភាពរ៉ែការមើលផលប៉ះពាល់បរិស្ថានហើយការប្រមូលសួយសារដែលត្រូវប្រមូលដើម្បីយកមកជួយជាតិចូលថវិការដ្ឋបើសិនបើយើងមើលកិច្ចការទាំងអស់នេះដែលនារីកំពុងចូលរួមជាប្រចាំជាមួយក្រសួងក្នុងវិស័យទាំង3យើងធ្វើឃើញថាកិច្ចការទាំងអស់នេះដូចជាសាមញ្ញដូចជាកិច្ចការមួយដែលជាកិច្ចការចរន្តដែលមើលទៅអត់មានអីធំដុំទេមកធ្វើការ7 8ម៉ោងរាល់ថ្ងៃខំតែត្រុកទៅយើងមើលទៅដូចជាមិនធំដុំអីទេប៉ុន្តែខ្ញុំសូមយកពេលវេលាខ្លីដើម្បីឲ្យនារីយើងកាន់តែមានមោទនភាពថាវិស័យទាំង3របស់យើងតើកំពុងជួយជាតិបានប៉ុណ្ណាហើយប្រសិនបើយើងមិនមានការចូលរួមដោយផ្ទាល់តើជាតិយើងនឹងខាតបង់ប៉ុណ្ណាជំលើកបញ្ហាវិភាគទានផ្នែកហិរញ្ញវត្ថុចំពោះវិស័យរ៉ែយើងគិតឆ្នាំ2025ឆ្នាំ2024យើងមិនបាច់គិតក៏បានដែរដោយសារតែជាឆ្នាំដែលចាប់ផ្ដើមកែតម្រង់បន្ថែមពេលដែលសម្ដេចបវរធិបតីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីដែលចេញវិធានការកែតម្រង់ទាំងអស់លើវិស័យរ៉ែធម្មពលនិងប្រេងកាតប៉ុន្តែខ្ញុំអាចលើកថា
នៅក្នុងឆ្នាំ2025ដែលកុំឲ្យខាត់ពេលនេះវិភាគទានពីវិស័យរ៉ែចំណូលពីវិស័យរ៉ែដែលមានចំណូលពន្ធកយចេញពុកពីវិស័យរ៉ែចំណូលសួយសារដែលក្រសួងរ៉ែធម្មពលជួយប្រមូលឲ្យរដ្ឋាភិបាលចំណូលពន្ធដារដែលបានមកពីក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យរ៉ែយើងបានចំណូលឲ្យរដ្ឋាភិបាលឲ្យជាតិយើងបាន$286លានជាងក្នុងវិស័យរ៉ែនេះគឺការចូលដោយផ្ទាល់មិនទាន់គិតដល់ក្រុមហ៊ុនដែលផ្គត់ផ្គង់ចំណីអាហារបន្លែប្លុកឲ្យវិស័យរ៉ែតាមក្រុមហ៊ុនតាមការឋានរ៉ែនោះទេជិត$287លានក្នុងវិស័យរ៉ែដោយផ្ទាល់គិតតែ3ខ្ទង់ទេគិតតែពន្ធកយពីវិស័យរ៉ែសួយសារចេញពីវិស័យរ៉ែហើយនឹងពន្ធដារចេញពីវិស័យរ៉ែក្នុងវិស័យនេះផងដែរក៏មានការផ្ដល់ការងាររាប់ម៉ឺនកន្លែងឲ្យប្រជាពលរដ្ឋយើងបានធ្វើការជាការស្រួលជីវភាពដោយផ្ទាល់មិនទាន់គិតពីសេវាគ្រប់គ្រងមិនផ្ទាល់ទេអំពីវិស័យប្រេងកាតចំណូលសាធារណៈដែលយើងប្រមូលឲ្យរដ្ឋាភិបាលចំណូលពន្ធកយចំណូលពន្ធដារក្នុងវិស័យប្រេងកាតគឺឆ្នាំ2025ចំណូលជូនរដ្ឋាភិបាលនិងជាតិយើងគឺប្រហែលនឹង$778លាននៃវិស័យប្រេងកាតវិស័យធម្មពលគិតតែ2ទេគិតតែពីពន្ធគ្រប់ប្រភេទដែលប្រមូលឲ្យរដ្ឋាភិបាលចេញពីក្រុមហ៊ុនធម្មពលចំណូលសេវាសាធារណៈផ្សេងចូលឲ្យរដ្ឋាភិបាលចូលស្ថាប័នរដ្ឋគឺក៏យើងបានទទួល$145លានសហរដ្ឋអាមេរិកនិងវិស័យធម្មពលអានេះអត់តន់គិតពីការងាររាប់ម៉ឺនដែលយើងបង្កើតទូទាំងប្រទេសនោះទេប្រសិនបើយើងមើលសរុបលេខនេះបូកទាំងវិស័យរ៉ែវិស័យប្រេងកាតនិងវិស័យធម្មពលដែលជាចំណូលដោយផ្ទាល់ជូនរដ្ឋាភិបាលសរុបមកឆ្នាំ2025ចំណូលនេះគឺមានជិត$1,300លានសហរដ្ឋអាមេរិកចំណូលនេះគឺសម្រាប់យកទៅកសាងជាតិយកទៅធ្វើទំនើបកម្មយោធាយកទៅធ្វើការពង្រីកសេវាសាធារណៈឲ្យសង្គមឲ្យជាតិដូចជាការពង្រីកផែនការរបស់សម្ដេចមហាធិបតីក្នុងការទិញថ្នាំដើម្បីជួយអ្នកទឹកនោមផ្អែមជួយអ្នកលើសឈាមហើយនឹងពង្រីកមជ្ឈមណ្ឌលសុខភាពនិងសេវាសុខាភិបាលឲ្យកាន់តែទូលាយដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំតាមស្រុកពង្រីកគុណភាពនិងវិសាលភាពនៃវិស័យអប់រំលក្ខណៈនឹងការធ្វើតារាចរសម្ព័ន្ធដូច្នេះថវិកាជាង$1,000លានចេញពីវិស័យដែលក្រសួងយើងធ្វើជាសេនាធិការផ្ទាល់ឲ្យរដ្ឋាភិបាលនិងបញ្ហាចំណូលដែលយើងទទួលបានសម័យមើលថាប្រសិនបើយើងមិនខិតខំយើងអត់បានថវិកា$1,300លាននេះចូលជាតិយើងទេហើយនឹងកន្លែងដែលធ្វើការបង្កើតឱកាសការងារឲ្យយុវជនយុវនារីយើងរាប់ម៉ឺនកន្លែងទូទាំងប្រទេសទេនេះនិយាយពីចំណូលជាថវិកាអំពីការងារធ្វើប្រសិនបើយើងមិនខិតខំសរស័ក្តិសស្រាំប្រសិនបើយើងមិនខំពួតដៃគ្នាជាមួយសេវាករឯកជនជាមួយការ៉ាសាំងដែលជាវិស័យឯកជនជាមួយនឹងក្រុមហ៊ុនរ៉ែទាំងអស់បានសម្ភារៈសំដងមកពីណាមិនត្រឹមតែមិនបានលុយទេធ្វើម៉េចបានឯករាជ្យភាពស៊ីម៉ងឥឡូវនេះកម្ពុជាយើងប្រើស៊ីម៉ងយើង100%ហើយសល់អាចនាំចេញបើមានការចាំបាច់នឹងក៏ជាមោទនភាពរបស់កម្ពុជាដែរអំបញ្ញមិញលោកជំទាវប៉ែនច្រឡំបានលើកថាប្រទេសកម្ពុជាជាប្រទេសទី1នៅក្នុងអាស៊ានដែលបានតម្រូវឲ្យបញ្ចូល gender នៅក្នុងកម្មវិធីអភិវឌ្ឍវិស័យធម្មពលរបស់ខ្លួនជាពិសេសធម្មពលស្អាតចំពោះគម្រោងវិរិយអគ្គិសនីចំពោះគម្រោងដើរឲ្យធម្មពលពលឺព្រះអាទិត្យនិងខ្យល់យើងរុញ gender នៅក្នុងកម្មវិធីទាំងនេះក្នុងកម្មវិធីអភិវឌ្ឍឯកជនជាមួយរដ្ឋាភិបាលហើយជាពិសេសក្នុងការដាក់ពង្រាយតាមពលពលឺព្រះអាទិត្យយើងបានតម្រូវឲ្យយកនារីធ្វើការឲ្យបាន 60% យ៉ាងតិចក្នុងពេលដំណាក់កាលនៃការសាងសង់គម្រោងនីមួយៗ
ហើយទីមទាឲ្យយកនារី 50% យ៉ាងតិចដើម្បីធ្វើកិច្ចការក្នុងរយៈពេល25 ឆ្នាំនៃគម្រោងដែលប្រតិបត្តិហើយយើងបានបន្ថែមលក្ខខណ្ឌមួយទៀតព្រោះធម្មតានៅក្នុងគម្រោងវាមានបង្កើតជាក្រុមហ៊ុនគម្រោងអនុវត្តគម្រោងគេហៅថា project company យើងទាមទារឲ្យស្ត្រីយ៉ាងហោច1នាក់ជានារីខ្មែរជា project director ជាប្រធានឬយ៉ាងហោចណាស់ក្នុងកម្រិតអនុប្រធានហើយកម្ពុជាយើងជាប្រទេសទី1ក្នុងអាស៊ានដែលបានបញ្ចូល gender ក្នុងកម្មវិធីធម្មពលក្នុងទ្រង់ទ្រាយបែបនេះនេះជាការលើកត្រួសត្រាសអំពីវិភាគទានដើម្បីឲ្យនារីយើងមានមោទនភាពមានន័យថាការជ្រុំរបស់នារីទាំងអស់នៅក្នុងក្រសួងរាយសម្ពលជាមួយនឹងបរិបទគឺយើងបានធ្វើឲ្យប្រទេសយើងមានការរីកចម្រើនចេញពីជ្រុងមួយនៃសេដ្ឋកិច្ចសួរថាតើប៉ុណ្ណឹងយើងស្កប់ស្កល់ហើយឬនៅចម្លើយពីយើងខ្ញុំទាំងអស់គ្នាហើយខ្ញុំជឿជាក់ថានោះក៏ជាចម្លើយរបស់បងប្អូនបងនារីទាំងអស់ផងដែរគឺយើងមិនអាចស្កប់ស្កល់ជាមួយនឹងវឌ្ឍនភាពប៉ុណ្ណឹងទេដោយសារប្រជាជនយើងដោយសារប្រទេសយើងត្រូវការរីកចម្រើនតទៅទៀតសូម្បីតែខ្លួនយើងក៏ត្រូវការធ្វើការអភិវឌ្ឍនិងមានការរីកចម្រើនបន្តទៀតពីព្រោះទាំងអស់គ្នាបានដឹងថាប្រសិនបើប្រទេសជាតិយើងមិនរីកចម្រើនប្រសិនបើក្រសួងរាយនិងធម្មពលយើងគ្មានការរីកចម្រើនប្រសិនបើអគ្គិសនីកម្ពុជាយើងគ្មានការរីកចម្រើនប្រសិនបើអាជ្ញាធរយើងពុំមានការរីកចម្រើនជាបន្តជាតិយើងមិនរីកចម្រើនខ្លួនយើងទាំងអស់គ្នាក៏គ្មានការរីកចម្រើនដែរដូច្នេះចម្លើយខ្ញុំជឿជាក់ថាខ្ញុំអាចនិយាយជំនួសទាំងអស់គ្នាថាយើងមានការវិវត្តយើងបានទទួលផលច្រើនប្រៀបធៀបឆ្នាំ2023នៃការចាប់ចេញដំណើររដ្ឋាភិបាលនៃអាណត្តិទី7របស់រដ្ឋសភាប៉ុន្តែយើងនៅមានមហិច្ឆតាជាច្រើនទៀតដើម្បីជួយជាតិយើងដូច្នេះនេះជាពេលវេលាដែលត្រូវសំណូមពរឲ្យបងប្អូននារីយើងទាំងអស់យកទិវាថ្ងៃ8មិនិនាដែលយើងធ្វើមុន3ថ្ងៃនេះដើម្បីអបអរសាទរនៅសមិទ្ធផលរួមដែលយើងសម្រេចបានដែលមានការចូលរួមគ្រប់ទាំងអស់របស់នារីអានឹងទី1សូមអបអរសាទរទី2យកថ្ងៃអបអរសាទរនេះដើម្បីជួយការពារនិងផ្ដល់លក្ខខណ្ឌចាប់បាច់ដល់ទីទៀតដែលយើងអាចធ្វើបានរួមគ្នាដើម្បីឲ្យនារីមានសមត្ថភាពមានសក្តានុពលក៏ដូចជាឱកាសដើម្បីចូលរួមចំណែកឲ្យកាន់តែធំដើម្បីសមិទ្ធផលរួមរបស់ជាតិយើងការកាត់បន្ថយបាបទក្តារស្នាមការិយាធិបតេយ្យដែលមិនចាំបាច់ធ្វើឲ្យខ្ជិះខ្ជាយពេលវេលាដើម្បីឲ្យការងារមានការរីកចម្រើនដើម្បីឲ្យវិស័យឯកជនមានការងាយស្រួលក្នុងការទទួលបានសេវាពីក្រសួងរាយសម្ពលក្នុងវិស័យទាំងអស់ដើម្បីបង្កើតចំណូលបង្កើតការងារឲ្យប្រជាពលរដ្ឋដូច្នេះសូមចូលរួមកាត់បន្ថយពេលវេលាមិនចាំបាច់លើកក្តារស្នាមហើយធ្វើការឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឲ្យជាតិយើងទាំងអស់គ្នានេះជាការសំណូមពរបន្តយើងត្រូវចូលរួមបន្ថែមទៀតដើម្បីជួយការងារក្រៅទៅពីការងាររបស់វិស័យយើងទាំង3គឺការងារមូលដ្ឋានការងារជួយអាយុអាសាអ្នកក្រីក្រនិងការងារជួយគ្រប់គ្រងបងប្អូនជនភៀសទឹកដែលជាអ្នករងគ្រោះពីការឈានពានរបស់ប្រទេសថៃកិច្ចការនេះមិនមែនជាកិច្ចការចប់មួយថ្ងៃទេក៏ដូចជាការគ្រប់គ្រងបន្តទៀតជូនកងទ័ពយើងដែលកំពុងតែឈរជើងការពីទឹកដីយើងក្រោមការចុកអុលទិសរបស់សម្ដេចមហាបវរប្រទេសហ៊ុនម៉ាណែត2ឆ្នាំកន្លងមកក្រសួងរាយនឹងធម្មពលអគ្គិសនីកម្ពុជាអាជ្ញាធរអគ្គិសនីកម្ពុជាបានកៀងគរថវិកានិងសម្ភារៈក្នុងថវិកាប្រមាណមិនក្រោម$3 លានទេក្នុងការជួយកងទ័ពយើងនេះជាមោទនភាពរបស់យើងកន្លងមកយើងអត់អែលប្រកាសនោះទេប៉ុន្តែថ្ងៃនេះគប្បីយើងប្រកាសដើម្បីឲ្យទាំងអស់គ្នាមានមោទនភាពអ្នកខ្លះគេចូលខ្លះទៅកងទ័ពប៉ុន្តែនៅពេលដែលគេចូលហើយគេឆ្លៀតពេលវាយរដ្ឋាភិបាលវាយស្ថាប័នរដ្ឋាភិបាលថាស្ងាត់ស្ងៀមអត់ធ្វើអីសោះគេខំចូលប៉ុណ្ណេះគេខំចូលប៉ុណ្ណោះជឿចោះយើងបានធ្វើច្រើនក៏តែយើងមិនថាពេលដែលមានដាច់ភ្លើងទៅកងទ័ព
សេវាកររបស់យើងអ្នកជួសជុលបណ្ដាញរបស់យើងពាក់អាវក្រោះពាក់មួកដៃដោយកងទ័ពដែរទៅជួសជុលបណ្ដាញឲ្យកងទ័ពបានប្រើប្រាស់ប្រជាបានប្រើប្រាស់នឹងក៏ជាវីរភាពដែរដូច្នេះថ្ងៃនេះជាថ្ងៃដែលយើងជួបជុំគ្នាក៏ជាថ្ងៃដែលយើងពួតដៃគ្នាជាកម្លាំងបន្ថែមទៀតដើម្បីជំរុញការកែតម្រង់របស់ជាតិយើងឲ្យកាន់តែមានការរីកចម្រើននៅក្នុងមុំមួយទៀតនៃការដាក់ផែនការកែតម្រង់របស់យើងឆ្នាំនេះគឺការខិតខំធ្វើឡើងដើម្បីបង្កើនឲ្យសេវាសាធារណៈរបស់យើងកាន់តែមានការតាក់ទាញកាន់តែមានការងាយស្រួលអាជ្ញាធរអគ្គិសនីកម្ពុជាដូចជាបានដាក់ប្រកាសចេញរួចហើយនៅការតភ្លើងឲ្យបងប្អូនប្រជាពលរដ្ឋអនុភាពក្រោម20អំពែចុះក្រោមគឺអត់យកប្រាក់តចរន្តទេកាលមុនយកប្រាក់ថ្លៃតចរន្តយើងអត់យកទេហើយខ្ញុំក៏សូមណែនាំឲ្យអគ្គិសនីកម្ពុជាក៏ដូចជាអាជ្ញាធរអគ្គិសនីកម្ពុជាមើលបែបបទនៃការដាក់ពាក្យសុំទៀតស្អីទៅហៅថាការកាត់បន្ថយពេលវេលានៅกระดาษសាមឲ្យបាន 50% ការមិនយកថ្លៃភ្ជាប់ចរន្តវាជារឿងមួយប៉ុន្តែឯកសារពាក់ព័ន្ធដែលយើងអាចកាត់បន្ថយបានការធ្វើតាមប្រព័ន្ធអនឡាញតាមប្រព័ន្ធអ៊ីនធឺណិតតាមប្រព័ន្ធទូរស័ព្ទដៃដែលមិនចាំបាច់មកផ្ទាល់ធ្វើម៉េចឲ្យបានការកាត់បន្ថយកระดาษសាមពេលវេលាបាន 50% ហើយសូមទុកចិត្តលើអាដាមប្រតិភូមិអាដាមធានអាជ្ញាធរដើម្បីធ្វើការជាមួយអគ្គិសនីកម្ពុជាជាមួយសេវាករធានាថាឆ្នាំ2026ចាប់ពីត្រីមាសទី2ទៅសូមឲ្យកិច្ចការនេះបានទៅរួចការជួបជុំថ្ងៃនេះគឺមកជាមួយការបដិញ្ញាចិត្តជាថ្មីរបស់ក្បាលម៉ាស៊ីនដឹកនាំរបស់ក្រសួងរាយធម្មពលក្រសួងរាយធម្មពលអាជ្ញាធរអគ្គិសនីកម្ពុជានិងអគ្គិសនីកម្ពុជានឹងបន្តសន្យាបង្កើតលក្ខខណ្ឌចាំបាច់ទាំងអស់ដើម្បីឲ្យបងប្អូននារីយើងអាចកសាងសមត្ថភាពអាចកសាងភាពជាអ្នកដឹកនាំអាចកសាងបទពិសោធន៍ហើយនឹងឈានទៅចាប់ការងារសំខាន់ៗដើម្បីជួយវិស័យទាំង3ឲ្យកាន់តែមានការរីកចម្រើនដូច្នេះខ្ញុំសន្យាជួបមុខអាដាមប្រាំងជសាអាដាមយមពិសិដ្ឋថាយើងនឹងបន្តធ្វើម៉េចធ្វើកិច្ចការអ្វីបន្ថែមទៀតដែលអាចចាំបាច់ដែលអាចធ្វើទៅកើតទាំងថវិកាទាំងការផ្ដល់ការគាំទ្រជាចិត្តសាស្ត្រជាយោបល់ជាគំនិតដើម្បីឲ្យនារីយើងមានឱកាសថ្មីហើយប្រសិនបើមានសំណូមពរអីទៀតយើងមានក្រុមការងារនារីមួយដែលមានស្ថាប័នទាំង3បង្កើតរួចហើយសូមឲ្យបន្តផ្ដល់យោបល់លើគោលនយោបាយផ្ដល់យោបល់លើការដឹកនាំផ្ដល់យោបល់លើលក្ខខណ្ឌការងារដទៃទៀតដែលនារីចង់បានហើយយើងអាចជួយបានសូមចូលរួមកសាងក្រសួងយើងសូមចូលរួមកសាងអភិវឌ្ឍអាជ្ញាធរអគ្គិសនីកម្ពុជាឲ្យស្ថាប័នយើងឈានមុខក្នុងការកែតម្រង់ឲ្យបានដាច់ខាតគ្រប់វិស័យដូច្នេះខ្ញុំមានប៉ុណ្ណឹងហើយសូមយកឱកាសនេះសារជាថ្មីសូមសម្ដែងនៅការអរគុណចំពោះការចូលរួមរបស់ទាំងអស់គ្នាក្នុងការអភិវឌ្ឍរបស់ជាតិយើងសូមអរគុណចំពោះក្រុមការងារដែលបានជួយរៀបចំកម្មវិធីថ្ងៃនេះហើយក៏សូមអរគុណដល់នារីដែលបានខិតខំធ្វើដំណើរមកពីគ្រប់កន្លែងដើម្បីធ្វើឲ្យកម្មវិធីថ្ងៃនេះកាន់តែមានការសប្បាយនិងអធិកអធមហើយសូមជូនពរឲ្យថ្ងៃនេះជាថ្ងៃចាប់ផ្ដើមនៃការកែតម្រង់បន្តរបស់ក្រសួងរាយធម្មពលសូមអរគុណអរគុណ